លិខិតជូនដំណឹងជាសាធារណៈក្រុមហ៊ុន Simpo Cambodia Footwear Icor មានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ MOC/000416261 ពោណ/ចបពោចុះថ្ងៃទី18ខែកញ្ញាឆ្នាំ2024ចេញដោយក្រសួងពាណិជ្ជកម្មមានការិយាល័យនៅអគារលេខ1623ផ្លូវជាតិលេខ2ភូមិទូរកា3សង្កាត់ចាក់អង្រេក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា 1. ក្រុមហ៊ុនបានសម្រេចបញ្ឈប់បុគ្គលមួយរូបឈ្មោះឈិនជីងគួរភេទប្រុសជនជាតិចិនកើតថ្ងៃទី9ខែធ្នូឆ្នាំ1988កាន់លិខិតឆ្លងដែនលេខ EG 86667082មានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនចាប់ពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះតទៅដោយមូលហេតុបុគ្គលដែលមានឈ្មោះខាងលើមានជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងរត់គេចខ្លួន 2. គិតចាប់ពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះក្រុមហ៊ុនសូមជូនដំណឹងដល់សាធារណជនជ្រាបថាបុគ្គលឈ្មោះឈិនជីងគួរភេទប្រុសជនជាតិចិននេះពុំមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុនបន្តទៀតនោះឡើយដូចនេះរាល់សកម្មភាពឬអំពើណាមួយដែលប្រព្រឹត្តដោយបុគ្គលខាងលើគឺពុំមានអ្វីពាក់ព័ន្ធនឹងក្រុមហ៊ុននោះទេ 3. ក្រុមហ៊ុនក៏ស្នើសុំបុគ្គលឈ្មោះឈិនជីងគួរភេទប្រុសចូលខ្លួនមកចំពោះមុខប៉ុស្តិ៍នគរបាលមូលដ្ឋានផងដែរក្នុងករណីមានសកម្មភាពឬអំពើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដោយបុគ្គលនេះក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះគាត់អាស្រ័យដូចជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មានថ្ងៃប្រហ័ស15កើតខែកដិកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ក្រុមហ៊ុន Simpo Cambodia Footwear Icor អ្នកតំណាងផឹងធីឈៀវ